floor bot position នៅពេលដែលយើងឃើញ LVG 5 ដងទីអញ្ចឹងយើងប្រកាសជាមើលវាថាចាក់មកដល់ប៉ុណ្ណឹងមាន reaction វាមិននៅពេលដែលវាបង្កើតបានប៉ុណ្នេះយើងនឹងព្យាយាមក្នុងការ sell ដែលវាចេះហើយយើងដាក់ TP អញ្ចេះហើយនៅពេលដែលផ្សារដើរគឺវាទៅ CSL យើងឆ្ងល់ថាមូលហេតុអីវាទៅ CSL តោះមកស្ដាប់វីដេអូនឹងទាំងអស់គ្នាតោះសួស្តីអ្នកនរគ្នានៅក្នុង YouTube ខ្ញុំបាទសិនឡាហើយថ្ងៃនេះខ្ញុំមកចង់និយាយតាក់ទងមួយនឹងការ recap position 2ដែលមួយជាការ recap ដែលត្រឹមត្រូវមួយទៀតការ recap ដែលមិនត្រឹមត្រូវបានន័យថាមិនត្រឹមត្រូវមិនបានន័យថាផ្សារទៅ hit SL ហើយសួរថាមូលហេតុអីយើងនឹងបកស្រាយនៅពេលដែលយើងចូល position អញ្ចឹងសម្រាប់បងប្អូនណាដែលចង់បានព័ត៌មានថ្មីៗតាក់ទងមួយការរៀន trade តាក់ទងមួយ trading idea តាក់ទងមួយការ recap position អ្នកនរគ្នាអាចចូលទៅកាន់ channel របស់ខ្ញុំបានដោយការ scan ឬក៏ join តាម link នៅក្នុង description ខាងក្រោមអរគុណអូខេយកមិញហ្នឹងអានេះខ្ញុំនិយាយរឿងខុសមុនសិន recap position ខុសមុនបានយើងរកកន្លែងថើឃើញនេះអ្នកខ្លះគិតថានេះវាជា AVG 5 នាទីចឹងទៅហើយគាត់ sweep ទៅ time frame 3នាទីដោយរំពឹងថាអានេះវាបង្កើតបានជា CASD 3នាទីជាមួយនឹង AVG 3នាទីអញ្ចឹងភាគច្រើនគឺគាត់ចូលនៅពេលដែលគាត់ចូលនៅពេលដែលផ្សារ retest មកដល់ AVG ហ្នឹងហើយគាត់អែមយកមកខាងក្រោមនេះឬក៏ដល់ swing នេះអញ្ចឹងយើងគិតថា PR ចុះអញ្ចឹង SL គាត់អាចនឹងលើនេះបន្តិចអញ្ចឹងយើងមើល position ហ្នឹងអាចទៅដល់អត់ជាក់ស្ដែងវាមក CSL អូខេអញ្ចឹងអានេះគឺជាការ recap position ដែលខុសបានន័យថា position ហ្នឹងវាអត់ទាន់ត្រូវឬក៏ចូលមិនទាន់ត្រឹមត្រូវទេឬក៏យើងមើលខ្វះចំណុចខ្វះខាតអីខ្លះអញ្ចឹងបកមកវិញខ្ញុំនិយាយមូលហេតុទៅមួយ position ហ្នឹងមូលហេតុអីបាន position CSL ទី1យើងដឹងចា position មិញដែលយើងចូលហ្នឹងយើងអត់មើលនៅក្នុង time frame ធំជាង5នាទី time frame ធំជាង5នាទីហ្នឹង1ម៉ោងនេះទី1វាបិទអា candle នេះវាបិទជា body bearish នៅខាងក្រោមយើងរក sell វាត្រូវហើយតែសួរថានៅពេលដែល5នាទីនេះថងឡើយនេះវាចាក់ដល់តំបន់ណានេះវាចាក់ដល់ AVG មែនតែនៅក្នុង time frame 1ម៉ោងវាមាន OTE មួយទៀតអញ្ចឹងបើចង់ឲ្យវាចុះឬក៏កន្លែងដែលល្អសម្រាប់ sell គឺ OTE ក្នុង time frame 1ម៉ោងបើយើងមើលនៅក្នុង5នាទីយើងត្រូវថ្លឹងថ្លែងថា5នាទីមួយ1ម៉ោងមួយណាធំជាងប្រកាសជា1ម៉ោងហើយ1ម៉ោងវាបិទ body បានទៀតអញ្ចឹងចង់មិនចង់ការដើររបស់សារវា respect time frame ធំជាងអា time frame ទូចឬក៏ medium time frame អញ្ចឹងទៅអញ្ចឹងមកដល់នេះខ្ញុំនិយាយតាក់ទងមួយ position ដែលខ្ញុំចូលវិញអញ្ចឹងខ្ញុំថងនេះគឺខ្ញុំអត់បានចូលទេតែ position មិញខ្ញុំដឹងតែមានគ្នាយើងអ្នកខ្លះឬក៏មួយចំនួនធំគឺចូលវាអញ្ចឹងខ្ញុំរងចាំចេះវិញខ្ញុំរងចាំដែលវាចាក់ OTE ពេញសាច់ឬក៏បានត្រឹម62ឡើងទៅលើអញ្ចឹងខ្ញុំចាំនៅក្នុង time frame 5នាទីយើងមើលថាវាបង្កើតបានអីគេអញ្ចឹងនៅពេលហ្នឹងខ្ញុំឃើញថងឡើយនេះវាបង្កើតបានជា liquidity sweep នៅក្នុង lower time frame ហើយបន្ទាប់មកទៀតអាកន្លែងនេះវាបង្កើតបានជា CISD អញ្ចឹងចង់មិនចង់នៅពេលដែលវាបិទបានប៉ុណ្នេះគឺខ្ញុំរងចាំការ retest ដើម្បីចូលនៅថងឡើយនេះហើយ TP ខ្ញុំមាន account មួយខ្ញុំ TP នៅត្រឹម swing នេះហើយមួយ account ទៀតគឺខ្ញុំចូលកន្លែងដូចគ្នាតែ TP របស់ខ្ញុំរៀងឆ្ងាយដែរពេលហ្នឹងខ្ញុំលួចមកដល់នេះអញ្ចឹងចាំមើល season ហ្នឹងវាដល់ណាតែប្រហែលនាទីវាមកដល់ TP ហើយសួរថាមិញ OTE វាចាក់ដល់ណាវាចាក់លើសពី 0.62 ទៀតបើមិនជឿខ្ញុំបកឲ្យមើលឃើញទេវា retest មកដល់ 0.62 ហើយ
លើនេះទៀតហើយវាមាន confluence ដែលខ្មែរយើងគេហៅស្អីគេhide pol វាមានliquidity sweep នៅក្នុង lower time frame ទៀតអញ្ចឹង set up នេះអាចនិយាយបានថាជា set up មួយដែលចិត្ត A+ ហើយបើវាចាក់ដល់ OTE 0.9 ទៀតអាហ្នឹងកាន់តែប្រសើរទៀតហើយសួរថាយប់មិញខ្ញុំចូលតែមួយ position ហ្នឹងមែនខ្ញុំមាន position មួយទៀតគឺតាក់ទងមក US30 តែខ្ញុំចូលនៅកន្លែងនេះបើចូល recap ខ្ញុំ recap អស់ហើយកុំឲ្យចេញជា2វីដេអូconfluence របស់ខ្ញុំស្រួលកន្លែងនេះគឺខ្ញុំមើលទៅលើការ switch liquidity នៅក្នុងhigher time frame បន្ទាប់មកគឺខ្ញុំ switch ទៅ time frame 5 នាទីដំបូងឡើយគឺខ្ញុំអត់បានចូលនៅម្ដុំនេះទេដោយសារអីវាបង្កើតអត់ទាន់បានអីសោះអញ្ចឹងខ្ញុំរងចាំវាបង្កើត average ហើយ CSD ឬក៏ breaker បន្តនៅនេះអញ្ចឹងអានេះគឺជា breaker ហើយនេះគឺជា average 5 នាទីអញ្ចឹងនៅពេលដែលវាចាក់ដល់យើងមាន head pol ចូលតាមលក្ខខណ្ឌ2ទី1យើងអាចចូល direct ចេះហើយ SL យើងដាក់នៅធំនេះតែហ្នឹងខ្ញុំអត់ចូលអញ្ចឹងទេដោយសារ SL វាវែងពេកអញ្ចឹងខ្ញុំរងចាំនៅពេលដែលវាបង្កើតបាន1នាទីនៅក្នុង lower time frame បានខ្ញុំចូលឧទាហរណ៍នៅពេលវាចាក់ចេះអានេះវាជា CRC នៅក្នុង time frame 1នាទីហើយអញ្ចឹងខ្ញុំចូលពេលហ្នឹងគឺខ្ញុំចូលប្រហែលប៉ុណ្ណេះហើយ SL ខ្ញុំដាក់ធំនេះ TP ខ្ញុំដាក់ទៅធំនេះទេអញ្ចឹងខ្ញុំបានប្រហែលជា1អជាងហើយនៅពេលដែលវា retest មកក្រោមនេះមួយសារទៀតខ្ញុំរកចូលតែខ្ញុំមើលម៉ោងទៅវារៀង late ហើយណាមួយក៏យើងត្រូវដឹងថាពេលខ្លះយើងអត់ត្រូវចាំបាច់ក្នុងការ trade ច្រើន position ឬក៏ច្រើនtrade ពេកទេយើងត្រូវការ trade តែប្រហែល position 1 position ឬក៏2 position ក្នុងមួយ account គឺគ្រប់គ្រាន់ហើយបើ SL ក៏យើងមាន head pol ក្នុងការចូលមាន head pol ក្នុងការចេញអាហ្នឹងបានជាបង្កើតជាទម្លាប់ល្អរបស់ trader មិនមែនចូល position ទាំងអត់ដឹងអីហើយជន់ឲ្យតែឃើញលេខច្រើនទេអាហ្នឹងគឺជាអ្វីដែលខុសហើយ trader មួយចំនួនធំជួបប្រទះរបស់អត់ល្អនៅពេលបង្កើតទម្លាប់អាក្រក់ច្រើនពេកអញ្ចឹងជាថ្មីម្ដងទៀតអានេះគ្រាន់តែជាការ recap position សម្រាប់អ្នកថ្មីឬក៏អ្នកដែលមាន concept ខ្លួនឯងហើយតែឆ្ងល់ថាមូលហេតុអីបានសារវានៅតែ CSL អញ្ចឹងអរគុណសម្រាប់ការតាមដានហើយកុំភ្លេចចុច like ចុច subscribe សម្រាប់វីដេអូថ្មីៗទៀតអរគុណ